លោកថាម៉េចអាយយោក្លិននេះកាន់តែខ្លាំងហើយតែនេះខាងនេះរំខានទៅដល់ថ្មិញហើយចាំនិយាយណាមកពេញនេះមិនចេះបដៅឆ្កែទេអីមិនបានជាបដៅវាស្គាល់តូចធំអ្នកដែលស្គាល់តូចធំគឺជាឯងទេទៅត្រូវគេជាគុណដល់ខ្ញុំចាំនិយាយថាគេគឺជាបងថ្លៃរបស់ឯងមកពេញនេះឯងបានណាចុះប្រកែកគ្នាពេញនេះមកវិញចាប់ពេលឡនណាអ៊ំរកឯងមានការពេញនេះឯងមកវិញជិះបន្តិចឯងដឹងទេគ្រូសាលីមបញ្ជូនបណ្ដាការមករួចហើយអំប្រុសខ្ញុំធ្លាប់និយាយហើយខ្ញុំរៀបការជាមួយលីមហៅអ៊ីទេប្រហែលឯងដឹងថាបណ្ដាការគ្រូសាលីមសំខាន់ប៉ុណ្ណាសម្រាប់គ្រូសាមុជើងទេមានបណ្ដាការនោះគ្រូសាយើងអាចដេកសោយសុកស៊ីស្រួលបាន3ឆ្នាំយើងអាចប្រើប្រាស់ឱកាសនេះទាក់ទងគ្រូសាលីមដល់ពេលនោះនៅសៀងជីងទាំងមូលជាកម្មសិទ្ធិគ្រូសាលីមនិងគ្រូសាមុអំប្រុសមនុស្សដែលលីមហៅអ៊ីជាមនុស្សពុលកលិចកលឹកច្រត់ផ្លាស់ប្ដូរលឿនខ្លាំងណាស់យ៉ាងណាអត់ខ្មុតនឹងគេបានយ៉ាងណាខ្ញុំមានគុណដឹងរួចទៅហើយមើលចុះគ្រូសាលីមជាម្ចាស់គ្រួសារធំទាំង4អ្នកប្រុសលីមជាអ្នកក្នុងចំណោមមនុស្សគេពេញចិត្តឯងជាគេទៅយូឯងហើយគេទុកមកឲ្យឯងមិនបានជាឯងនឹកស្មានតែខ្លួនឯងនឹងស្អាតណាស់ទៅអីខំចុកប្រុសពីខាងក្រៅមកចូលផ្ទះបែបនេះបើនាងគិតថាគេអស់ចារៀបការជាមួយគេទៅរៀបការជាមួយគេទៅលោកថាម៉េចត្រជាមិនសិនល្អមែនទេខ្ញុំនិយាយម្ដងទៀតបើនាងឃើញអ្នកប្រុសលីមនោះល្អនាងរៀបការជាមួយគេទៅលោកបានហើយខ្ញុំមិនដឹងថាណានៅពីក្រោយខ្នងឯងប៉ុន្តែបើនិយាយចំពោះគ្រួសារមុខគ្រប់យ៉ាងវាមិនសំខាន់ពេកទេចំណែកឯងក៏មិនសមជួលគ្រួសារមុខដែរលោកប្រកាសជាមិនដឹងខ្ញុំមានអ្នកនៅពីក្រោយខ្នងព្រោះលោកច្បាស់ជាគិតមិនដល់អ្នកនៅពីក្រោយខ្នងខ្ញុំមានអំណាចប៉ុណ្ណាគ្រួសារមុខគ្មានអ្វីអស្ចារ្យទេចាំជាសម្ដីខ្លាំងមែនមកពេញនេះនេះជាប្រុសដែលឯងយកមកចូលផ្ទះពិតជាក្អេងអាំងបំផុតលឹមឈិនកុំនិយាយច្រើនពេកខ្ញុំហៅលោកមកមិនមែនឲ្យលោកថែមការលំបាកខ្ញុំនោះទេឡណាឯងជាមនុស្សទី1ហើយដែលហ៊ានប្រហែលដាក់ខ្ញុំនៅក្នុងគ្រួសារមុខពេញនេះអ៊ំសួរអញជាលើកចុងក្រោយហើយរៀបការជាមួយអ្នកប្រុសលីមឬអត់អ៊ំប្រុសទូអ៊ំមកខំខ្ញុំក៏អត់ប្រយោជន៍ដែរខ្ញុំនិយាយរួចហើយខ្ញុំរៀបការជាមួយលីមហៅអីទេសាច់នេះវាមានស្ដេចទេរៀបចំវិតម្លៃសាឡបងទៀបចម្បាំងនៅសាលពិព័រណ៍ស៊ីនូពេលនោះមិនត្រឹមតែមានអ្នកខ្លាំងមកចូលរួមទេថាមិនត្រូវម្ចាស់វាមានស្ដេចទេលោកម្ចាស់ទេក៏មានវត្តមានដែរបើអ្នកប្រុសលីជាប់ការវិតម្លៃគេមិនត្រឹមតែខ្លាចជាទេពចម្បាំងផ្កាយ9ទី5នគរនេះថាមិនត្រូវម្ចាស់ស្ដេចទេក៏ពេញចិត្តយកគេទៅប្រើតំណែងគ្រួសារលីមកាន់តែខ្ពស់ត្រដែតលើគ្រួសារធំទាំង4ឯងច្បាស់ទេថាអាចទប់ទល់កំហឹងគ្រួសារលីមបានបើស្ថានភាពបង្ខំអមមានតែចានឯងឲ្យទៅគេត្រង់ចំណុចនេះសូម្បីម្ចាស់គ្រួសារក៏មិនអាចប្រឆាំងបានដែរឯងយល់ទេខ្ញុំប្រកាសជាយល់កុំស្ដាយក្រោយឲ្យសោះចាំជាមនុស្សមិនដឹងស្លាប់មែនចង់ប្រឆាំងជាមួយអ្នកប្រុសលីមមកពេញនេះចាំទទួលកំហឹងពីអ្នកប្រុសលីមទៅចប់ហើយនៅចង់និយាយពីអីបើនិយាយចប់ហើយឆាប់ថយចេញដូចជាទៅភ្នែកខ្ញុំខ្លាំងណាស់លោកចាំតែមើលទៅចាំថ្ងៃស្អែកនេះលោកនឹងសាច់ឡើងចេញលីមឈិនមិនអាចដោយសារតែខ្ញុំត្រូវប៉ះពាល់ពួកគេទេចឹងណាបើស្អែកលីមហៅអ៊ីគេធ្វើបានជោគជ័យខ្ញុំច្បាស់ជាបានអំណាចក្នុងគ្រួសារដល់ពេលនោះពួកគេចង់ធ្វើអីលោកខ្ញុំការពារលោកមិនបានទេកុំគិតច្រើនពេញខ្ញុំមិនមែនធ្វើដើម្បីនាងទេខ្ញុំគ្រាន់តែទៅភ្នែកគេប៉ុណ្ណោះសម្រាប់ការសាឡបងថ្ងៃស្អែកលីមហៅអ៊ីច្បាស់ជាមិនឈ្នះទេហេតុអីពីព្រោះខ្ញុំនឹងចេញមុខលោកខ្ញុំដឹងថាលោកនឹងចាំងធានលេងមានតំណែងតំណងគ្នាតែទោះចាំងធានលេងមកដល់ក៏ជួយលោកមិនបានព្រោះអីគ្រួសារលីមកាលពីលីមហៅអ៊ីមានតបច្បាប់កែ9ការពារទៀតមានតែគ្រួសារហ្វាំងនឹងឈិញប្រហែលជាពួកគេជួយដល់សម្ងាត់បើអញ្ចឹងយ៉ាងម៉េចបានជាខ្ញុំហ៊ានមកខ្ញុំមិនខ្លាចអ្នកណាទាំងអស់លីមឈិនឥឡូវទៅខ្ញុំដឹងពីការសម្រេចចិត្តរបស់អ៊ីចានលោកជាមនុស្សដែលអ្នកផ្សេងមើលមិនធ្លុះនាងមិនបានមើលធ្លុះទេគ្រាន់តែចាំមើលទៅសាឡបងវាមានស្ដេចទៀតចាប់ផ្ដើមលោកចាំនៅទីនេះមួយផ្លេតខ្ញុំចូលទៅដល់ស្រាយការងារបន្តិចលោកត្រូវចាំថាលោកកុំបង្ករឿងថ្ងៃនេះមានបុគ្គលធំៗមកចូលរួមដែរដូច្នេះលោកនៅស្ងៀមខ្ញុំទៅសិនហើយលីមឈិនមនុស្សអត់ប្រយោជន៍ដូចជាលោកនេះមិនក៏មកនៅទីនេះទៀតកុំប្រាប់ថាលោកតាមពីក្រោយអ្នកនាងខ្ញុំលីមឈិនឯងចាំជិះខ្មាស់គេមែននឹងច្បាស់ថាខ្លួនឯងជាមួយអ៊ីយ៉ានខុសគ្នាដូចជាមួយនឹងដីមិនបាននៅតែរវើរវាយកុំធ្វើដំណើរមកពីឆ្ងាយដល់សៀងជីងគិតថាទង្វើរបស់ឯងនេះជាស្នេហ៍ស្មោះមែនទេលីមឈិនខ្ញុំដឹងថាលោកមិនទាន់ដល់ចិត្តពីខ្ញុំតែយ៉ាងណាមិនគួរតាមមកដល់ទីនេះថ្ងៃនេះសូមប្រកាសប្រាប់នៅវិមានសៀនអ៊ូខណៈពេលនេះលោកគ្មានសិទ្ធិអីតាមគំខ្ញុំទេបើនៅទីនេះទៀតគ្មានប្រយោជន៍អីទេលោកឆាប់ត្រឡប់ទៅវិញទៅនិយាយឲ្យចិត្តហើយនៅបើអស់ចិត្តហើយបាត់មកទៅឯងខ្ញុំមិនដឹងសោះថាពួកឯងបានចំនួនចិត្តមកពីណាឡើងអ៊ីយ៉ានខ្ញុំមកដល់ទីនេះមុនច្បាស់ណាស់មិនបានជាថាខ្ញុំតង់ទីមនាងចំណែកឯងជាស្អីដែរមានសិទ្ធិអីនិយាយជាមួយខ្ញុំប្រហែលខណៈអ្នកប្រុសចៅខ្ពង់ខ្ពស់មិនមែនលោកថាឲ្យគេតាមចិត្តបាននោះទេយល់ទេគេជាមនុស្សខ្ពង់ខ្ពស់គេគ្រាន់តែជាតួកំ ប្លែងតែប៉ុណ្ណោះអ្នកណាជាតួកំ ប្លែងលឹមឈិនលោកកំណំរឿងក្តៅចិត្តចាំមិនចាំបំផ្លាញកម្មវិធីនេះចោលទៅបានលោកអស់ចិត្តទេពួកនាងទេតែចេះតែនាំរឿងបាននិយាយទៅរឿងនេះខ្ញុំមិនចាប់អារម្មណ៍តតែសោះបើគ្មានខ្ញុំវ៉ាងអ៊ីចាន់នាងក៏មិនជាប់ក្នុងការវិតម្លៃដែរម្ចាស់ខ្ញុំជាមនុស្សមានសក្តានុពលជាងគេត្រឹមតែជាការវិតម្លៃសាឡបងចង់វាយថ្មណាក៏បានដែរគឺបានពេលនោះខ្ញុំទ្រាំនិយាយឲ្យគេមានសមិទ្ធផលដោយសពថ្ងៃដោយសារតែខ្ញុំបានជួយបើសិនជាគ្មានខ្ញុំវ៉ាងអ៊ីយ៉ាននាងដូចជាស្គរប្រហោងក្នុងចឹងខ្ញុំឈិនលោកចង់និយាយប្រេះប្រាស់អីខ្ញុំមានគ្រប់យ៉ាងដោយសពថ្ងៃនេះគឺខ្ញុំប្រឹងប្រែងដល់សមត្ថភាពខ្លួនឯងមានអីបែបប៉ុនជាមួយលោកទៅជឿឬមិនជឿសាច់តែនាងថ្ងៃនេះខ្ញុំមកចាក់លោកមើលទោះគ្មានលឹមឈិនខ្ញុំនៅតែជាទេពចម្បាំងគ្មានគូព្រៀបរបស់នគរនេះចាំមើលទៅយើងមិននឹកស្មានថានៅសៀងជីងមានស្រីស្អាតដាច់គេបែបនេះសោះតាមមើលថ្ងៃនេះខ្ញុំពិតជាមានសំណាងណាស់ឯងជាណាថយទៅមកខាងទៅកុំរំខានរឿងល្អរបស់យើងណាឯងស្រីស្អាត
ចាប់អារម្មណ៍ចង់លេងជាមួយនឹងបងដែរទេ ខ្ញុំមិនស្គាល់លោកទេឆាប់ជាផ្លូវចេញ ពិតជាខ្មិតមែនអ្នកនាងមកចូលរួមការវិតម្លៃទេចម្បាំងថាត្រូវទេខ្ញុំទុកឱកាសឲ្យនាងកំដៅខ្ញុំមកយប់ទៅការវិតម្លៃនេះខ្ញុំធានាថាជាប់ ថយចេញ ឆាប់នាំមនុស្សរបស់ឯងថយចេញដឹងថាឯងកំពុងតែនិយាយជាមួយនរណាទេចុះឯងដឹងថាកំពុងនិយាយជាមួយនរណាទេខ្ញុំជាអ្នកប្រធមគ្រួសារចៅទេចម្បាំងផ្កាយ8ឯងឆ្លោះជាមួយស្រីខ្ញុំដូចជាឆ្លោះជាមួយខ្ញុំអញ្ចឹងទេចម្បាំងផ្កាយ8សម្រាប់មកពីណាហ៊ានកេកអាននៅចំពោះមុខយើងមិនក៏មិនឆាប់លុចជង្គង់សុំទោសយើងហើយនាំកូនចាស់របស់ឯងថយចេញនាំកូនចាស់របស់ឯងថយចេញទៅ អូអ្នកប្រុសចៅលុយមែន បើកុំតែដើម្បីយ៉ាងខ្ញុំហាត់វិជាគុណមានប្រយោជន៍ស្អីប៉ុន្តែដើម្បីមនុស្សជាទីស្រឡាញ់ទោះជាខ្ញុំមិនចេះវិជាគុណក៏ខ្ញុំការពារនាងដោយមិនរីករាយដែរ អ្នកប្រុសចៅឃើញទេអ្នកប្រុសចៅជាមនុស្សប្រុសក្លាហានប៉ុណ្ណាទៅមើលទៅលោកវិញទេពេលអ្នកនាងខ្ញុំត្រូវគេធ្វើបាបលោកមិនហ៊ានកម្រាស់ស្អីតែបន្តិចពិតជាមនុស្សចាស់មកសៀតបំងបាយអ្នកនាងខ្ញុំលេងជាមួយលោកគឺធ្វើត្រឹមត្រូវហើយសំមុខហើយ ឯងខ្ញុំត្រូវលោកដៃទប់ទល់នឹងពោះសម្រាប់ប៉ុណ្ណឹងខ្ញុំម្នាក់ឯងគ្រប់គ្រាន់ហើយយើងគឺជាអ្នកប្រធមគ្រួសារហ្វាំងឯងហ៊ានវាយយើងអ្នកប្រធមគ្រួសារហ្វាំងមិនខុសទេយើងហ្វាំងជាវិនឡើយយើងសុំសរសើរឯងក្លាហានណាឯងចង់ងាប់ឬក៏ចាំមិនគ្រួសារហ្វាំងអភិជនក្នុងចំណោមគ្រួសារទាំង4អំណាចខ្លាំងលើសគេគ្រួសារផ្សេងទៀតបានទៀតចម្បាំងផ្កាយ9កាពីគ្រួសារទាំង3គឺមិនអាចយកមកប្រៀបធៀបជាមួយនឹងគេបានទេមិនហើយមើលទៅចៅធានចប់ហើយគ្រួសារចៅទៅតែមានអំណាចខ្លាំងនៅស្រាំងចេញតែមិនមែនជាដៃគូគេទេយល់ច្រឡំជាការយល់ច្រឡំអមមិនខ្ញុំមិនដឹងពីសាវតាតួអាការខ្ញុំម្ដងទៅសំលឹកលែខ្ញុំផងអាចក្រៃជោមុននេះក្រៃឯងគេកាំងណាឥឡូវមិនក៏បានស្មាតយើងប្រាប់ឯងរឿងនេះហួសពេលហើយចង់ដណ្ដើមស្រីជាមួយយើងផងហ៎វាយប្រមាជើងវាទៅបាទ ឈប់សិនឈប់សិន ស្រីស្អាតចង់ចេញមកជួយវាហ៎បានតាឲ្យតែយប់នេះនាងកំដរខ្ញុំឲ្យស្រួលខ្លួនខ្ញុំនឹងលើកលែងឲ្យវា កុំយល់សឹក បានទីសាទៀតហើយមិនថាថ្ងៃនេះនាងទៅឬក៏មិនព្រមទៅក៏ដោយក៏ត្រូវតែទៅដែរចាប់នាងយកទៅដាក់លើក្រែយើង អ្នកណាហ៊ានអើយលេងយើងទៅលេង ច្រើនខ្លាំងគ្រាន់បើសង្ឃឹមថាបន្តិចទៀតនៅលើក្រែនាងអាចខ្លាំងជាងមករបស់បានហើយអាចចង្រៃអាចចេញមកទៀតហើយថយចេញបើមិនអញ្ចឹងទេយើងនៅសម្រាប់ឯង3វិនាទីលេងមនុស្សសុំទោសមិនអញ្ចឹងទេទទួលខុសត្រូវខ្លួនឯងសម្ដីធ្លាប់គ្រាន់បើអាម្នាក់ដែលហ៊ាននិយាយជាមួយយើងបែបនេះកាលពីមុនឥឡូវលុតជង្គង់មិនហ៊ានក្រោបផង2ចាំហិចអញពិតជាចង់ងាប់មែន1ល្អឯងគឺជាមនុស្សទី1ហើយដែលហ៊ានតស៊ូជាមួយយើងពួកអញចូលលុតជង្គង់ ស្អីហ្នឹងមិនអ្នកនេះជាទេចម្បាំងផ្កាយ8មិនស្អាតតែលុតជង្គង់អញ្ចឹង មិនបានជាអញ្ចឹងឥឡូវដល់វេលាឯងហើយយើងជាអ្នកប្រធមគ្រួសារហ្វាងបើហ៊ានប៉ះពាល់យើងគ្រួសារហ្វាងដាច់ខាតមិនដល់ឯងទេថងទៀតអញឈួតហើយហ៊ានវាយយើងផងជឿទេយើងមិនជាតែមួយម៉ាត់ហើយកុំទិញមនុស្សនៅទីនេះទាំងអស់ លឹមឈិនបានហើយទៅនឹងចុះមកលោកសម្រាប់គេយើងក៏ពិបាកដោះស្រាយដែរមិនខុសទេកុំធ្វើជ្រុលពេកគ្រាន់តែចង់ឲ្យលោកបណ្ដាគេតែមកផ្លេចបានហើយ លឹមឈិនបាយចង់ស្លាប់កំណំទុកដល់ពួកយើងឡោខ្ញុំខំធ្វើល្អតែគេមើលមិនឃើញបានរឿងនេះខ្ញុំលេងខ្វល់ហើយពួកនេះដោះស្រាយខ្លួនឯងទៅលឹមឈិនថ្ងៃនេះឯងត្រូវតែងាប់